จุ่มเรียบสู้ไม่เอาบองโอนกรบគ្នាបាទថ្ងៃនេះដែរមកធ្វើវីដេអូមួយតាកតងនឹងដាំដើមប្រទេសមានបងប្អូនមួយចំនួនតូចគិតឆាតមកสู้ខ្ញុំថាដាំដើមប្រទេសធ្វើម៉េចបានហូបផ្លែហូបគិតដាំធ្វើម៉េចឲ្យបានផ្លែហូបដាំ3 4 5ដើមក្រោយផ្ទះគិតណាគិតដាំអត់ដែរបានទេគិតអត់មានជំនាញជួនកាលគិតអត់មានជំនាញអានេះខ្ញុំធ្វើជាវីដេអូមួយប្រាប់ទៅអ្នកដែលអត់ចេះដាំអត់ចេះធ្វើពីមុនបើអ្នកដែលចេះដាំហើយអូរំលងបានបាទអានេះកូនប្រទេសដែលខ្ញុំបាន10ថ្ងៃហើយរួចគ្រាបបានពេល10ថ្ងៃដោះបានប៉ុណ្ណេះឥឡូវយើងច្រកដីដាក់ថងជាមុនសិនហើយយើងដកកូនប្រទេសនោះដាក់ទៅនឹងថងដែលយើងដាក់ដីច្រកដាក់ទៅលពេញអានេះគឺវិធីសាស្ត្រមួយដ៏ល្អជៀសវាងការមើលថែឲ្យវារឹងមឿមសិនបានយើងយកទៅដាំនឹងរងដែលយើងត្រូវការដាំបើថាយើងដកពីទូចនេះទៅដាំតែម្ដងខ្លាចវាងើបតែពីទូចពេកដូច្នេះហើយយើងត្រូវការច្រកថងសិនដាក់ដីច្រកថងឲ្យពេញហើយដាក់ដកកូនប្រទេសដាក់នឹងថងនេះក្នុងមួយថងមានមួយដើមក្នុងមួយថងមានមួយដើមយើងរើសយកអាណាដែលដើមវាល្អបំផុតអានេះកូនប្រទេសខ្ញុំរួចគ្រាបបានប្រហែលជា10ថ្ងៃហើយនេះបានប្រហែលជា10ថ្ងៃបើយើងដកយកមកដាំយើងដាំនឹងថងនេះងាយស្រួលមើលថែបើយើងរោយនឹងដីតែម្ដងវាពិបាកមើលថែវាពិបាកខ្លាំងមែនទែនបើយើងដាក់នឹងថងជាអត់មានពិបាកមើលថែទេវាងាយស្រួលហើយយើងដាំដាក់ទៅឡាពេញគ្រប់ថងទាំងអស់បើយើងស្រោចទឹកវាជោគចាប់ដើមស្រោចទឹកវាស្រោចទៅជោគស្រោចវាជោគហើយយើងដាក់វានៅក្នុងប្រឡប់សិនណាកុំទឿនឲ្យវាត្រូវថ្ងៃខ្លាំងឲ្យវាត្រូវថ្ងៃតិចបានហើយបើត្រូវថ្ងៃខ្លាំងវាអាចនឹងស្លោកឬងើបបានយើងទឹមនឹងដកថ្មីចាំបានប្រហែលជា7 ឬ 10ថ្ងៃសិនចាំយើងយកទៅដាក់ឲ្យវាត្រូវថ្ងៃបានវាលូតលាស់បានល្អអានេះវិធីមួយដ៏ល្អបាទ